សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងយកលំហាត់មេរៀនម៉ូម៉ង់មេរៀនទី2យកមកអនុវត្តគឺលំហាត់ទី6នៅក្នុងមេរៀនយើងយកមកធ្វើទាំងអស់គ្នាមុននឹងយើងធ្វើគឺយើងអានប្រធានលំហាត់សិនតើប្រធានលំហាត់ហ្នឹងគេប្រាប់អីខ្លះហើយយើងស្រង់សមត្ថកម្មគេឲ្យអស់ចេះយើងមើលមកមនុស្សម្នាក់មានទម្ងន់600 Newton អង្គុយនៅលើចុងម្ខាងនៃដងថ្លឹងចម្ងាយ 1.5 ម៉ែត្រពីអរង្វិលដើម្បីឲ្យដងថ្លឹងមានលំនឹងស្ថិតតាមទិសដេកតើគេត្រូវដាក់មនុស្សម្នាក់ទៀតមានទម្ងន់ប៉ុន្មានអង្គុយនៅចុងម្ខាងទៀតនៃដងថ្លឹងដែលមានប្រវែង 2 ម៉ែត្រពីអរង្វិលអញ្ចឹងយើងមើលដំណោះស្រាយទាំងអស់គ្នាមកយើងដោះស្រាយអញ្ចឹងយើងរកអីគេអញ្ចឹងយើងរកអីមនុស្សម្នាក់ទៀតដាក់នៅចុងម្ខាងប្រវែង 2 ម៉ែត្រអញ្ចឹងយើងទៅសេមកគេដាក់គេត្រូវដាក់មនុស្សម្នាក់ទៀតមានទម្ងន់ប្រមាណអង្គុយនៅម្ខាងទៀតនៃដងថ្លឹងហ្នឹងមានប្រវែង 2 ម៉ែត្រអញ្ចឹងដល់ចេះយើងមើលលើរូបយើងគេថាមនុស្សម្នាក់ហ្នឹងកម្លាំងទី1ហ្នឹងរងកម្លាំង S1 ហ្នឹងចម្ងាយ D គឺ D1 1.5 ម៉ែត្រពីអតម្រហើយពី O ទៅបរោះម្នាក់ទៀតរងនៅកម្លាំង S2 ចម្ងាយវាគឺ D តាំងដោយ D2 ចម្ងាយវាគឺ2ម៉ែត្រអញ្ចឹងចម្ងាយ2ម៉ែត្រហ្នឹងតើគេត្រូវដាក់បរោះហ្នឹងមានទម្ងន់ប្រមាណអញ្ចឹងយើងតាមគោលការណ៍រក្សាម៉ូម៉ង់ដើម្បីឲ្យដងថ្លឹងមានលំនឹងគឺ M1 ស្មើ M2 ឬក៏ S1 គុណ D1 ស្មើ S2 គុណឲ្យ D2 តមកកន្លែងហ្នឹងឲ្យបានទាញរូបមន្តអញ្ចឹងយើងសរសេររូបមន្តសិនមកយើងទាញរក S2 អញ្ចឹងយើងទាញរក S2 យើងបោះ D2 មកអង្គទី1មកអញ្ចឹង S2 វាស្មើនឹង S1 គុណនឹង D1 កន្លែងត្រង់ហ្នឹងគឺ S1 គូរបាចែកសិន S1 យើងទៅសេមកគុណនឹង D1 កន្លែងហ្នឹងទីរូបមន្តណា D1 តមកលើបោះ D2 មកអង្គទី1យើងបាន D2 S1 គុណ D1 លើ D2 បន្ទាប់មកទៀតយើងស្រង់សមត្ថកម្មមកដោយ S1 ហ្នឹងស្មើនឹង600 Newton D1 ស្មើ 1.5 ម៉ែត្រ D2 ស្មើ2ម៉ែត្រយើងស្រង់ពីប្រធានលំហាត់របស់យើងមកបន្ទាប់មកទៀតយើងបាន S2 ស្មើ600 Newton យើងចំនួនក្នុងរូបមន្តណា S2 ស្មើ S1 គុណ D1 ចែក D2 អញ្ចឹង600 Newton គុណនឹង D1 យើងគឺ 1.5 ម៉ែត្រគុណនឹង D2 យើងគឺ2ម៉ែត្រយើងគុណទូទាត់មកយើងបាន450 Newton អញ្ចឹង S2 ស្មើ450 Newton អញ្ចឹងដូចនេះគេត្រូវដាក់មនុស្សម្នាក់ទៀតមានទម្ងន់450 Newton អង្គុយនៅខាងទៀតនៃដងថ្លឹងដែលមានប្រវែង2ម៉ែត្រអរគុណដែលមើលវីដេអូនេះដល់ចប់អរគុណច្រើន